អនុញ្ញាតស្វាគមន៍និងគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្ងៃថ្មីដែលរឿងរ៉ាវដែលខ្ញុំនឹងលើកយកមកចែករំលែកទៅកាន់បងប្អូនយើងប្រិយមិត្តអ្នកស្ដាប់នៅថ្ងៃនេះគឺតាក់ទងទៅនឹងការចូលព្រៃរបស់ក្មេងៗប្រុស2នាក់អំឡុងពេលដែលពួកគាត់នេះទៅតាមពូនិងទៅតាមឪពុករបស់គាត់ចូលព្រៃហើយអំឡុងពេលដែលពួកគាត់ចូលហ្នឹងណាជាធម្មតាចាស់គឺមានគេថាបំរាមមិនសូវជាចង់ឲ្យក្មេងៗនឹងចូលទៅក្នុងព្រៃប្រហែលទេក៏ព្រោះតែពពួកអមនុស្សនេះវាចូលចិត្តក្មេងហើយវាចង់បានក្មេងទាំងអស់ហ្នឹងប៉ុន្តែដំណើររបស់ពួកគាត់នេះគឺជ្រុលទៅហើយដោយសារតែគិតថាមិនអីតែអំឡុងពេលដែលពួកគាត់ចូលទៅនេះពួកគាត់ទាំងពីរនាក់ដែលជាក្មេងៗហ្នឹងណាពួកគាត់បានឃើញបានជួបនៅរូបភាពមួយដ៏គួរខ្លាចហើយអ្វីដែលពួកគាត់បានឃើញហ្នឹងវាព្យាយាមលោបន្លាចនិងបំភាន់ភ្នែករបស់ពួកគាត់នេះសឹងតែធ្វើឲ្យពួកគាត់បាក់ស្បាតមិនអាចចេញពីក្នុងព្រៃនឹងបានប៉ុន្តែចេះជាសំណាងល្អពូរបស់គាត់នេះបានជួយសង្គ្រោះពួកគាត់ចេញមកវិញបានអញ្ចឹងបងប្អូនយើងប្រកាសជាឆ្ងល់ហើយថាតើពួកគាត់ទាំងពីរនេះចូលទៅតាមពូទៅតាមពុករបស់គាត់ទៅក្នុងព្រៃនឹងដើម្បីធ្វើអីហើយពួកគាត់នេះបានជួបនៅរូបភាពអីខ្លះហើយពូរបស់គាត់នេះបានជួបបានឃើញអីដែរអញ្ចឹងខ្ញុំសូមលំហាសាច់រឿងមួយនេះតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលទៅដល់រឿងរ៉ាវរំអិតទាំងអស់គ្នាទៅដល់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់គាត់មានឈ្មោះថាបងណាក់បាននិយាយថារឿងរ៉ាវមួយនេះគឺកើតឡើងចំពោះគាត់នេះតាំងពីគាត់មានវ័យ12ឆ្នាំហើយកើតឡើងមិនត្រឹមតែចំពោះគាត់ទេចំពោះជីដូនមួយរបស់គាត់ម្នាក់ទៀតមានឈ្មោះថាបងគុណដែលមានវ័យប្រហែលគ្នា12ឆ្នាំដូចគ្នាបងណាគាត់បាននិយាយថាគាត់គឺជាអ្នកស្រុកខាងព្រះវិហារអ្នកខេត្តព្រះវិហារប៉ុន្តែគាត់អត់បានបញ្ជាក់ថានៅតំបន់មួយណាទេគ្រាន់តែថាកាលនោះឪពុករបស់បងកុននេះគឺជាអ្នករកឃ្មុំអាជីពរបស់គាត់គឺជាអ្នកចូលព្រៃដើម្បីស្វែងរកឃ្មុំហើយគាត់ថាទឹកឃ្មុំ1លីត្រកាលនោះលក់បានមិនជាថ្លៃទេតាមអ្វីដែលគាត់ចាំងគាត់ថាបានប្រហែលជា60000ទេក្នុង1លីត្រហើយគាត់ថាមិនងាយបានទេទម្រាំបានទឹកឃ្មុំនេះ1លីត្រត្រូវរកច្រើនសម្បុកបើឃ្មុំតូចត្រូវច្រើនសម្បុកមិនបានឃ្មុំហើយមួយទៀតបើប៉ះឃ្មុំណាវាមានផ្លិតធំឬក៏សម្បុកធំទៅអាហ្នឹងអាចថាមួយសម្បុកហ្នឹងអាចលើស1លីត្រក៏មានដែរអញ្ចឹងអាជីពមួយហ្នឹងវាអាចថាយើងស្ដាប់ទៅហាក់បីដូចជាអាចថាសម្បូរសាច់ឃ្មុំដើម្បីហូបសម្បូរទឹកឃ្មុំដើម្បីប្រើប្រាស់ឬក៏ដើម្បីហូបប៉ុន្តែវាក៏ជាអាជីពមួយដែលប្រឈមនឹងគ្រោះថ្នាក់ដែរតែសម្រាប់ឪពុករបស់បង្គន់នេះមានឈ្មោះថាពូសែហ្នឹងណាគាត់គឺជាអ្នកជំនាញខាងផ្នែកមួយហ្នឹងហើយគាត់មើលដឹងថាទីតាំងណាដែលមានឃ្មុំគាត់មើលទិសដៅឃ្មុំដឹងដែលឡែកសម្រាប់បងណាក់ដែលជាម្ចាស់សាច់រឿងហ្នឹងណាគាត់ថាគាត់ឪពុករបស់គាត់មិនមែនជាអ្នកប្រកបអាជីពមួយហ្នឹងទេអញ្ចឹងបើនិយាយពីគាត់វិញគាត់ថាគាត់ក៏មិនដឹងដែរថាគេយកឃ្មុំតើរបៀបម៉េចហើយគេមើលមិនបានដឹងថាឃ្មុំនៅទីណាអីអញ្ចឹងតែអញ្ចឹងគាត់ចេះតែឆ្ងល់ហើយគាត់តែងតែនិយាយលេងជាមួយនឹងបងកុនដែលជាជីដូនមួយរបស់គាត់ហ្នឹងថាថ្ងៃណាមួយគាត់ចង់ចូលទៅក្នុងព្រៃជាមួយនឹងពូសែហ្នឹងដែរដែលជាឪពុករបស់បងកុនហ្នឹងបានប្រហែលថ្ងៃក្រោយបងកុនហ្នឹងក៏បានហៅបងណាក់នេះថាអាណាឲ្យទៅព្រៃជាមួយនឹងពុកគាត់អត់គាត់បបួលបែបហ្នឹងដល់ពេលឮបងកុនបបួលហើយបងណាក់ក៏ថាទៅប៉ុន្តែមុននឹងទៅហ្នឹងគាត់ក៏សុំឪពុកម្ដាយរបស់គាត់ដែរបងណាក់ហ្នឹងសុំហើយឪពុកម្ដាយរបស់គាត់ក៏អនុញ្ញាតទៅក៏ព្រោះតែចូលហ្នឹងគឺមិនមែនចូលជាមួយអ្នកផ្សេងទេចូលជាមួយនឹងពូរបស់ខ្លួនឯងដែលជាពូសែហើយជាឪពុករបស់បងកុនហ្នឹងឯងអញ្ចឹងបន្ទាប់ពីទទួលបានការអនុញ្ញាតពីឪពុកម្ដាយហើយបងណាក់នេះគាត់ក៏បានចូលព្រៃទៅជាមួយនឹងពូសែ3នាក់និងបងកុនអំឡុងពេលដែលពួកគាត់ទៅហ្នឹងគឺចេតនាគឺទៅតាមមួយថ្ងៃទេទៅពីព្រឹកនិងត្រឡប់មកវិញពេលល្ងាចហើយអំឡុងដល់ពេលទៅហ្នឹងពូសែគាត់រៀបរាប់ថានេះឃ្មុំគេមើលអញ្ចេះទៅវាដឹងថាវាពេញសាច់នៅវាមានទឹកនៅហើយគេយកឃ្មុំគេមិនមែនចេះតែយកទេគេមិនមែនបំពីឃ្មុំនឹងហើយឆ្នាំក្រោយទៅរកកន្លែងផ្សេងនេះគាត់ថាអត់ទេយកកន្លែងហ្នឹងហើយឆ្នាំក្រោយយើងត្រូវចំណាំកន្លែងហ្នឹងយើងមកយកកន្លែងហ្នឹងទៀតពួកឃ្មុំបើសិនជាយើងចេះយកអត់ឲ្យអស់វានឹងមកធ្វើសម្បុកកន្លែងតាមប៉ុន្តែបើសិនជាយើងយកអស់យើងបំពីមេវាគាត់ថាយើងអត់អាចមកយកវិញទេវាលែងមកនៅហើយអញ្ចឹងអាហ្នឹងគាត់ដឹងត្រួសប៉ុន្តែគាត់អត់បានឃើញសកម្មភាពនៃការយករបស់ពូសែទេបានពូសែនេះគាត់នាំក្មេងៗទាំងពីរហ្នឹងដើរចូលព្រៃជ្រៅទៅហើយគាត់ថាព្រៃខាងនោះជំនាន់នោះមិនមែនព្រៃតូចទេណាគាត់ថាព្រៃជ្រៅហើយពួកគាត់គឺមានវិចបាយកញ្ចប់រួចជាស្រេចដាក់មកដើម្បីធ្វើម្ហូបឬក៏ហូបអាហារថ្ងៃត្រង់ហ្នឹងឯង
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលមួយព្រឹកគាត់ថាអត់ទាន់ដល់គោលដៅឬក៏អត់ទាន់ទៅដល់ទីតាំងដែលត្រូវយកឃ្មុំនឹងទេហើយពួកគាត់ក្មេងៗគាត់ថាអស់កម្លាំងផងអាសបាយផងអីផងដោយសារតែផ្លែកភ្នែកហើយមួយទៀតពួកគាត់នេះត្រូវស្ពាយអាកាតោស្ពាយធុងសម្រាប់ដាក់សាច់ឃ្មុំនិងទឹកឃ្មុំឡើងខ្លះអញ្ចឹងទៅហើយថាពូសែគាត់ធ្វើបាបដែរមកចង់មកគាត់ក៏ខកដែរថាកុំចូលអីគាត់ទៅតែឯងបានបើតែថាក្មេងៗចង់ហើយគាត់ក៏បំពេញបំណងពួកក្មេងៗទាំងពីរហ្នឹងទៅរហូតហូបបាយថ្ងៃត្រង់ហើយបានពួកគាត់បន្តដំណើរទៅបន្តិចទៀតក៏ដល់ទីតាំងដែលត្រូវយកឃ្មុំហើយបងណាក់គាត់ថាពេលទៅដល់ទីតាំងយកឃ្មុំមួយហ្នឹងណាគាត់ថានៅដើមឈើមួយដើមមួយធំហ្នឹងក៏អត់ចាំថាដើមឈើអីទេប៉ុន្តែឡងស្រោងទៅត្រង់កម្ពស់ប្រហែលជា30ម៉ែត្រសលឹងមើលទៅឃ្មុំមិនតិចប្រទះទេហើយក៏មិនមែនតិចសម្បុកដែរគាត់ថាប្រហែលជា10សម្បុកគ្រាន់តែនៅលើដើមដ៏ធំមួយហ្នឹងណាគ្រាន់តែឃើញបែបហ្នឹងណាពូសាយគាត់ថាត្រូវប៉ាច់មកដល់ចំកន្លែងល្អគាត់ក៏មិនចាំយូរដែរពូសាយគាត់ក៏រៀបចំសម្ភារៈរបស់គាត់ដើម្បីឡើងទៅលើដើមឈើមួយហ្នឹងដើម្បីយកឃ្មុំហើយគាត់ក៏មានអាសម្លៀកបំពាក់ការពារឃ្មុំហ្នឹងណាបងណាក់ថាមានសម្លៀកបំពាក់ការពារឃ្មុំអត់ឲ្យឃ្មុំតិចចូលកើតគេមានរបាំងអីអាហ្នឹងជាសម្លៀកបំពាក់សម្រាប់អ្នកយកឃ្មុំគាត់ដឹងហើយសម្រាប់ការឡើងគឺមិនមែនដាក់បង្អោងដាក់ស្អីទេគាត់គឺប្រើដែកស្រួញឬក៏យើងហៅថាដែកស្នឹងឬក៏មកប្រភេទទៀតអ្នកខ្លះគេប្រើដែកគោលប៉ុន្តែយករើសអាដែកគោលវែងអាមកទឹកពីរហ៊ុននេះទៅយកដំភ្ជាប់ធ្វើដូចជាកម្មចន្ទើអញ្ចឹងហើយអាការដំភ្ជាប់ដែកគោលឬក៏ដែកស្រួចហ្នឹងណាជាមួយនឹងដើមឈើហ្នឹងណាពួកគាត់អត់មានដកមកវិញទេពេលដែលពួកគាត់ចុះមកវិញគឺអត់ដកទេគាត់ថាຕົកឡើងឆ្នាំក្រោយទៀតហើយបើយើងគិតទៅយើងគិតថាការដំមួយហ្នឹងខ្លាចដំទៅវាលបោតវាជ្រឹះតែពួកគាត់មើលទៅជំនាញមែនតើគាត់ដំមួយឡើងមកជំហានគាត់ដំមួយឡើងមកជំហានប៉ុន្តែគាត់ក៏មានពាក់ជាខ្សែដើម្បីចងភ្ជាប់វាចកេះគាត់ឡើងមកជំហានអញ្ចឹងគាត់ពាក់អាខ្សែចកេះរបស់គាត់ហ្នឹងពួកជាមួយនឹងដេកគោលមួយថ្មីអញ្ចឹងគឺធ្វើបែបហ្នឹងរហូតតឡើងទៅដល់លើដល់ពេលដែលឡើងទៅដល់ហើយក្មេងៗទាំងពីរនាក់ដែលបងណាក់និងបងគុណគឺគាត់នៅចាំខាងក្រោមហើយសម្រាប់បងគុណគាត់គឺជាមនុស្សម្នាក់ដែលលពឹសគាត់នៅអត់សុខទេអំឡុងពេលដែលបងណាក់កំពុងតែផ្ចិតផ្ចង់មើលទៅពូរបស់គាត់កំពុងតែឡើងទៅឡើងក៏លួចឡើងទៅលើចុងហ្នឹងណាបងគុណនេះមិនដឹងថាដើរទៅណាឮតែព្រឹកប្រកក្បាលហ្នឹងក៏ស្រាប់តែមកសន្ទុះគាត់ក៏ឮបងគុណនេះរត់មកវិញទប់ហើយរត់មកដូចលែងតែហេបទៅហប់ដល់ពេលដែលមកដល់បងគុណគាត់ថាអាណាហើយមកនេះហើយជួយមើលអញតិចនឹងស្អីគេនេះគាត់ហៅបងណាក់នេះឲ្យជួយទៅមើលស្អីម្យ៉ាងដល់ពេលហ្នឹងគាត់អត់ទាន់ដឹងទេថាបង្គន់គាត់បានឃើញស្អីបងណាក់ក៏រត់ទៅតាមបង្គន់ហ្នឹងទៅនៅពេលដែលរត់ទៅដល់នេះបានបងណាក់គាត់ដឹងថាពេលបង្គន់ចង្អុលទៅបងណាក់គាត់ដឹងថាបងគុណហ្នឹងហៅគាត់ហ្នឹងឲ្យមកមើលក្បាលខ្មោចគាត់ថាពេលហ្នឹងគាត់ភ្ញាក់ព្រឺតគាត់ថាអត់ដឹងថាក្បាលខ្មោចនឹងមកពីណាទេហើយគាត់ថាក្បាលខ្មោចនឹងវានៅក្របជាមួយនឹងដីឡងប្រឡាក់ហើយគាត់ថាជាឆ្អឹងលលាក្បាលខ្មោចអត់ឃើញរូបរាងអត់ឃើញខ្លួនអីនៅណាទេគឺឃើញតែក្បាលហើយមិនមែននៅចង្ហគាត់ថានៅវាកប់នឹងដីហើយអ្វីដែលកាន់តែព្រឺក្បាលសម្រាប់គាត់បងគុណគាត់ថាគាត់ខ្សឹបប្រាប់បងណាគាត់ថាអញបានតតមានថាបងគុណគាត់បានតតអាក្បាលខ្មោចមួយហ្នឹងហើយគាត់ថាគាត់ដើរលេងទៅគាត់នោមទៅគាត់ចេះយោជើងកនេះឆ្កឹះទៅគាត់ក៏តតនៅពេលដែលតតហើយនេះបានដឹងថាអានឹងជាក្បាលខ្មោចនៅពេលដែលឃើញអញ្ចឹងពួកគាត់ភ័យមែនតើអាពេលដែលពួកគាត់កំពុងតែសម្លឹងមើលទៅកាន់ក្បាលខ្មោចមួយហ្នឹងក៏ស្រាប់តែមិនដឹងថាមានមនុស្សប្រុសមកពីណាម្នាក់គាត់ថាវ័យប្រហែលជា40ឆ្នាំមកឈរពីក្រោយគាត់ពួកគាត់គ្រាន់តែកលែកឃើញភ្លៀងពួកគាត់ភ័យញាត់ឯងញាត់ជើងក៏ព្រោះតែសភាពពូម្នាក់ហ្នឹងគាត់ថាមុខឡើងខ្មៅហើយអ្វីដែលកាន់តែគួរខ្លាចសម្រាប់ពូហ្នឹងឈរអត់ត្រង់ទេគាត់ថាឈរដោយអូសជើងហើយដៃរបស់គាត់នេះមានកាន់កំបិតផ្គាក់គាត់ថានៅឈរអត់ឆ្ងាយពីគាត់ទេប្រហែលជា3ម៉ែត្រក្រោយខ្នងពួកគាត់ហើយពេលហ្នឹងគាត់សង្កេតមើលទៅពូម្នាក់ហ្នឹងអត់ដឹងថាពូម្នាក់ហ្នឹងដើរមកពីកាលគាត់ថាមើលប្រព្រឹត្តភ្នែកឃើញពូហ្នឹងមកឈរក្រោយខ្នងគាត់នៅពេលដែលឃើញភ្លាមបែបហ្នឹងក្មេងៗតែពីរនាក់បងណាក់ជាមួយបងកូននេះអត់ទាន់រត់ទេគាត់ថាគាត់ព្យាយាមសួរទៅកាន់ពូហ្នឹងប៉ុន្តែពូហ្នឹងអត់មាននិយាយអីច្រើនទេគឺសំឡឹងមកកាន់គាត់ហើយនិយាយតែមួយម៉ាត់ទេពូហ្នឹងនិយាយបែបរឿងខ្សត់គាត់ថាប្រយ័ត្នខ្លួនពូឯងនិយាយមកកាន់ពូគាត់ទាំងពីរនេះប្រយ័ត្នខ្លួនពូឯងនៅពេលដែលឮថាប្រយ័ត្នខ្លួនពូឯងអញ្ចឹងណាបងណាក់និងបងកូនគាត់ថាគាត់ភ័យហ្មងគាត់ដឹងថាគាត់បានធ្វើអីខុសផងមិនបានគេនេះមកគំរាមពូគាត់
ដល់អញ្ចឹងទៅពូហ្នឹងនិយាយរួចពូហ្នឹងក៏ដើរសំដៅចូលមកឲ្យកាន់តាគៀកមករកពួកគាត់ទាំងពីរនេះប៉ុន្តែដំណើររបស់គាត់ដើរអូសជើងក្រោកហើយកំបិតផ្គាក់របស់គាត់មិនមែនលើកផុតពីដីទេដើរអូសជើងហើយដើរអូសកំបិតទៀតហើយសម្លឹងមើលមកកាន់ពួកគាត់នេះភ្នែកឡើងក្រហមនៅពេលដែលឃើញបែបហ្នឹងបងណាក់ជាមួយបង្គន់នេះអត់ចាំយូរទេពួកគាត់រត់បញ្ញាប់រត់ទៅកន្លែងដើមដែលពុករបស់គាត់ពូរបស់គាត់កំពុងតឡើងយកឃ្មុំដើម្បីទៅជួយទៅស្រែកហៅឲ្យពូរបស់គាត់នេះមកជួយតែអំឡុងពេលដែលគាត់រត់ទៅទាំងពីរនាក់នេះពេលទៅដល់បងណាក់និងបង្គន់នេះក៏បានស្រែកហៅឲ្យពូរបស់គាត់នៅលើនេះប្រាប់ថាពូអើយចូលមកវិញលឿនមានគេនេះមានមនុស្សអាក្រក់ចង់ធ្វើបាបពួកគាត់អាស្រ័យប្រាប់បែបហ្នឹងប៉ុន្តែមើលទៅពូរបស់គាត់ពូសែហ្នឹងគាត់ធ្វើជាធម្មតាគាត់អត់មានខ្វល់អីគាត់នៅតែយកឃ្មុំរបស់គាត់ជាធម្មតាអញ្ចឹងហើយពួកគាត់ក្មេងៗទាំងពីរនេះស្រែកឡើងស្លន់ហើយនៅពេលដែលស្រែកយូរទៅនេះបានបងណាក់និងបង្គន់នេះគាត់សង្កេតឃើញថានៅលើដើមឈើមួយដើមហ្នឹងមិនមែនមានតែពូសែហ្នឹងទេគាត់ថាពេលដែលឡើងទៅគឺមានតែពូសែប៉ុន្តែនៅពេលដែលគាត់សង្កេតមើលយូរទៅគាត់ថាឃើញមានមនុស្សម្នាក់ទៀតកំពុងតែតោងមែកឈើមួយហ្នឹងគាត់ថាមិនមែនអង្គុយឬក៏មិនមែនឈរនៅលើមែកឈើអាលក្ខណៈដូចស្វាតោងលើមែកឈើអញ្ចឹងនៅក្បែរនឹងជើងពូសែអញ្ចឹងឈរតោងកន្លែងពូសែនេះកំពុងតែបោសយកឃ្មុំហើយគាត់ថាពេលហ្នឹងគាត់មើលអត់សូវច្បាស់ប្រហែលទេគាត់ព្រោះតែទី1វាខ្ពស់ទី2នេះឃ្មុំវាកំពុងតែហើរកិច្ចពីសម្បុកពីមនុស្សដែលយើងកំពុងតែបោសវាធ្វើឲ្យអារូបភាពមួយហ្នឹងវាមើលទៅដូចព្រាលស្រាប់តែភ្លាមហ្នឹងពេលដែលពួកគាត់កំពុងតែសង្កេតហ្នឹងក៏ស្រាប់តែឃើញពូសែនេះធ្លាក់មកផ្យាលហ្មងគាត់ថាពេលហ្នឹងបងណាក់ជាមួយបង្គន់គាត់ថាគាត់ស្រែកឡើងផ្លត់មាត់ព្រោះគាត់ឃើញពូរបស់គាត់ហ្នឹងកំពុងតែអង្គុយនៅលើមែកហ្នឹងសុកក៏ស្រាប់តែឃើញល្បេះមកផ្យាលហ្មងពីលើហើយគាត់ថាមកព្រិចភ្នែកចេះរូបរាងរបស់ពូសែហ្នឹងធ្លាក់មកដល់ដូចឡើងខ្ពាកគាត់ថាធ្លាក់មកសុភុងហ្មងចុះមកកម្លាំងដែលយើងធ្លាក់ពីទីខ្ពស់មកកម្ពស់30ម៉ែត្រទេបងប្អូនគាត់ថាអត់សល់ទេសាច់ស្មាតោពេលហ្នឹងក៏គ្រាន់តែឃើញពីរនាក់គាត់នេះដែលជាបងប្អូននេះគាត់ថាគាត់ស្លុតចិត្តខ្លាំងមែនទែនដោយសារតែឃើញរូបភាពហ្នឹងស្ដែងខ្លាំងពេកហើយគាត់ថាពេលដែលគាត់រត់ទៅមើលគាត់ថាពូសែនេះបានស្លាប់បាត់ហើយពេលហ្នឹងអ្នកដែលយំខ្លាំងបំផុតគឺបង្គន់ដោយសារតែគាត់ឃើញឪពុករបស់គាត់នេះស្លាប់នៅចំពោះមុខគាត់ថាមកឡងពាកហ្មងគាត់ថាសាកសពដែលធ្លាក់មកហ្នឹងរូបរាងមនុស្សពីមុនស្អាតបាតប៉ុន្តែនៅពេលដែលធ្លាក់បុកដីមកទំហឹងគាត់ថាបែកបាក់ឡើងវល់ហ្មងគាត់ថាមើលឡើងលែងចង់ស្គាល់ហើយពេលហ្នឹងបងណាក់និងបង្គន់ក៏អត់ដឹងថាត្រូវធ្វើម៉េចទេក៏ព្រោះតែរឿងហេតុវាកើតឡើងមកប្រព្រឹត្តភ្នែកពួកគាត់ត្រៀមចិត្តត្រៀមកាយអត់ទាន់តែអ្វីដែលកាន់តែចម្លែកនេះបងណាក់គាត់ថាពេលដែលគាត់ក៏លេចមើលទៅលើអាដើមឈើមួយហ្នឹងគាត់ឃើញអាមួយដែលតោងមែកឈើក្បែរនឹងជើងពូសែហ្នឹងវាកំពុងតែអង្គុយសើចពេលហ្នឹងគាត់ថាគាត់ឃើញច្បាស់មែនទេវាកំពុងតែអង្គុយសើចហើយសំឡេងវាហ្នឹងសើចមកលឺមែនតើណាសើចមកឡើងសើចបែបសប្បាយចិត្តប៉ុន្តែសំឡេងមួយហ្នឹងសើចឡើងក៏លួចពេលហ្នឹងបងកូននេះបងណាក់គាត់រួនពុកគាត់ផងរួនពូគាត់ផងឲ្យងើបឡើងប៉ុន្តែគាត់ថាបើតាមតែស្ថានភាពដែលឃើញហ្នឹងមិនរស់ទេក៏ព្រោះតែឡើងខ្ទេចវល់ហ្នឹងបាក់ដៃបាក់ជើងបាក់ឆ្អឹងឡើងខ្ទេចមើលរូបរាងសពឡើងលែងយល់ទៅហើយពេលហ្នឹងពេលកំពុងតែភ័យកំពុងតែមានអាភាពសំណោះសោកសង្រេងជាមួយនឹងឪពុកដែលបានធ្លាក់មកស្លាប់នេះក៏ស្រាប់តែពេលហ្នឹងពួកគាត់លឺសំឡេងគាត់ថាលឺសំឡេងក្រោកហើយសំឡេងហ្នឹងគឺច្បាស់ណាស់គ្មានអ្នកណាក្រៅពីអាប៉ែមួយដែលឈរក្រោយខ្នងពួកគាត់មុនហ្នឹងទេគាត់ថាពេលដែលងាកទៅអាប៉ែហ្នឹងគឺកំពុងតែឈរនៅពីក្រោយពួកគាត់ហើយឈរហ្នឹងដូចដើមអញ្ចឹងជើងអត់ត្រង់ទេមកខាងហើយកំបិតផ្ទះគឺនៅតែកាន់អូសមកអញ្ចឹងហើយឈរនៅនឹងសំខាន់ឈរសើចទៀតគាត់ថាពេលហ្នឹងឈរសើចមើលទៅដូចអាពូម្នាក់ហ្នឹងសប្បាយចិត្តនឹងការស្លាប់របស់ពូសែនឹងខ្លាំងមែនតើដល់ហើយពួកគាត់ណាគាត់ថាពេលហ្នឹងអភ័យផងអីផងមិនដឹងថាធ្វើមិនឲ្យត្រូវដោយសារតែវ័យក្មេងៗបានអាពូដែលអូសផ្គាក់ហ្នឹងនិយាយថាសំមុខពូឯងនិយាយអញ្ចឹងសំមុខពូឯងប៉ុន្តែនិយាយបែបស្អតខ្សត់គ្រាន់តែលឺប៉ុណ្្នឹងអាពូហ្នឹងកាន់តែរំកិលមកទៀតគាត់ថារំកិលមកព្រឹកប៉ុន្តែនៅពេលដែលកាន់តែមកចិត្តនេះ
គាត់ថាពេលហ្នឹងគាត់ឃើញមុខច្បាស់ទៅគាត់ថាដំបូងឡើយមើលទៅឃើញខ្មៅធម្មតាមុខជាមុខមនុស្សធម្មតាគ្រាន់ថាបែបមនុស្សមួយដែលមានកំហឹងមុខមនុស្សមួយដែលកាចប៉ុន្តែនៅពេលដែលចូលកាន់តាគីនេះគាត់ថាមើលទៅអាពូម្នាក់ហ្នឹងគាត់ថាមកខាងមុខរបស់គាត់ដូចគេដូចស្មាតោដូចគេចាប់វះអញ្ចឹងហើយភ្នែកអត់មានទេមកខាងគាត់ថាភ្នែកដូចលបូតក្របភ្នែកចេញពីភ្នែកអញ្ចឹងមានតែខ្មៅមើលទៅឃើញបែបហ្នឹងពួកគាត់នេះភ័យគាត់ថាมันអាចធ្វើឲ្យបានក្រៅទៅពីរត់ក៏ព្រោះតែអាពូហ្នឹងដើរមកគៀកខ្លួនគាត់មែនតើណាដើរមកគៀកឲ្យពួកគាត់ទាំងពីរនេះបងណាក់នេះក៏អូដៃបង្គន់រត់ហើយរត់ពេលហ្នឹងពួកគាត់គិតថារត់ដើម្បីរកផ្លូវចេញទៅផ្ទះវិញប៉ុន្តែនៅពេលដែលរត់ហ្នឹងពួកគាត់ថាវង្វេងផ្លូវអត់ដឹងថាត្រូវទៅផ្លូវណាហើយពេលហ្នឹងក៏កាន់តែភ័យទៀតហើយក៏ព្រោះតែអ្នកនាំផ្លូវគាត់ហ្នឹងគឺបានស្លាប់បាត់បង់ជីវិតអញ្ចឹងនៅសល់គាត់តែពីរនាក់អញ្ចឹងគាត់មិនដឹងថាត្រូវរត់ទៅណាទេហើយគាត់អ្វីដែលគាត់ខ្លាចមួយទៀតណាគាត់ថារត់ទៅនេះខ្លាចជួបអាពូម្នាក់មុនដែលអូកំបិតផ្គាក់ហ្នឹងគាត់ថាពេលហ្នឹងពីរអ្នកបងប្អូនយំអោបគ្នាពេញព្រៃអត់ដឹងថាត្រូវធ្វើម៉េចទេចេះតែដើរទៅគាត់ថាតាំងពីថ្ងៃរសៀលពេលដែលពូគាត់យកឃ្មុំហ្នឹងថាល្បាក់ម៉ោង2គាត់ថាដើរតលដល់ម៉ោង5ល្ងាចគាត់ថានៅក្នុងព្រៃម៉ោង5ល្ងាចមេឃក៏ចាប់ដើមធ្លាក់ពលឺគាត់ថាពលឺចាប់ដើមធ្លាក់ទៅល្ងឹតទៅពេលហ្នឹងពួកគាត់ក៏កាន់តែភ័យទៀតហើយថាតើពួកគាត់នេះត្រូវធ្វើអីទៀតពួកគ្មានភ្លើងគ្មានស្បៀងគ្មានផ្លូវដែលស្គាល់ហើយគ្មាននរណាម្នាក់មកជួយពួកគាត់ទេពួកគាត់នេះក៏បន្តដំណើររហូតដល់អស់ដៃអស់ជើងអស់កម្លាំងអលិញពេលហ្នឹងគាត់ទាំងពីរនេះក៏ទៅអង្គុយរកកន្លែងអង្គុយផ្អែកសិនប៉ុន្តែមុនអង្គុយហ្នឹងគាត់ថាភ្នែកនៅកញ្ចឹងកដោយសារតែខ្លាចអាពូមួយហ្នឹងមកតាមធ្វើបាបគាត់ហើយគាត់អត់ដឹងទេថាអាពូមួយហ្នឹងជាអ្នកណាតបុគាត់គិតថាជាមនុស្សអាក្រក់ប៉ុន្តែគាត់អត់ស្មានអត់ដល់ថារឿងហ្នឹងវាទៅជាបែបមិនទេទៅមុខទៀតហើយអ្វីដែលគាត់គិតថាអាពូម្នាក់ហ្នឹងប្រហែលជារៀបគម្រោងដើម្បីធ្វើឲ្យពុករបស់គាត់ឬក៏ពូខ្សែរបស់គាត់ហ្នឹងធ្លាក់ទៅលើដាវហ្នឹងម្ខានហើយពេលដែលគាត់ភ័យហ្នឹងគាត់អត់បានចាប់អារម្មណ៍អាមួយដែលឈរឬក៏អង្គុយនៅលើដើមឈើដែលកន្លែងពូសាយកឃ្មុំហ្នឹងទេពួកគាត់ភ្លេចអារឿងហ្នឹងបាត់ពេលហ្នឹងរហូតពេលដែលពួកគាត់អង្គុយមកសន្ទុះអង្គុយដល់ដង្ហើមរៀងស្រួលហើយក៏ស្រាប់តែពេលហ្នឹងបងណាក់គាត់អង្គុយទៅគាត់រៀងប្រយ័ត្នជាងគេស្របបង្គន់គាត់ថាមើលទៅបង្គន់រៀងហត់ខ្លាំងមែនតើណាបង្គន់អង្គុយផ្អែកខ្នងនឹងដើមឈើមួយដើមធំបងណាក់នេះក៏អង្គុយទៅគាត់កលែកឆ្វេងកលែកស្ដាំនៅពេលដែលគាត់កលែកងាកទៅមើលបង្គន់នេះក៏ស្រាប់តែបងណាក់គាត់ថាគាត់ភ្ញាក់ព្រើនហ្មងដោយសារតែគាត់នេះបានឃើញអាពូមួយដែលកាន់កំបិតផ្កាហ្នឹងកំពុងតែអង្គុយមើលមុខបង្គន់គាត់ថាពេលហ្នឹងអង្គុយចិត្តបង្គន់មែនតែអង្គុយ1ម៉ែត្រពីបង្គន់តែបង្គន់អត់ដឹងខ្លួនណាពេលហ្នឹងបងណាក់គ្រាន់តែឃើញបែបហ្នឹងគាត់ភ្ញាក់ព្រើនគាត់លោតភ្លាមហើយអាពេលដែលបងណាក់នេះគាត់ឃើញពូម្នាក់ហ្នឹងគាត់ថាច្បាស់ពូម្នាក់ហ្នឹងលើកហ្នឹងមិនមែនជាមនុស្សទេដោយសារតែគាត់ឃើញទីខាងមែនទេពូម្នាក់ហ្នឹងគឺជាខ្មោចគាត់ថាមុខមាត់អាឡេះអាលួយភ្នែកខ្មៅអាំពងភ្នែកខ្មៅហើយអាប្រស្រីភ្នែកគាត់ថាលឹងក៏ហូមថ្លែមកបើភ្នែកធំលៀនសឹងតែជ្រឹះហើយភ្នែកហ្នឹងគឺមានតែមួយខាងទេអាមួយខាងទៀតគាត់ថាអត់មានទេកំពុងតែអង្គុយសឡក់សលឹងដៀងមកមើលបង្គន់នេះដូចចង់ស៊ីសាច់បង្គន់អញ្ចឹងពេលហ្នឹងបងណាក់ស្រែកថាអាគុណខ្មោចលងខ្មោចក្បែរឯងពេលហ្នឹងគ្រាន់តែបងណាក់ស្រែកបែបហ្នឹងបង្គន់នេះគាត់ផ្ងាក់មកអាខ្មោចហ្នឹងគាត់ថាក៏ទ្រុបទៅលើបង្គន់ហ្មងដល់ពេលឃើញខ្មោចនឹងក៏ទ្រុបទៅលើបង្គន់បែបហ្នឹងបងណាក់គាត់អត់អាចធ្វើអីបានទេគាត់ក៏ប្រញាប់រត់ចេញពីកន្លែងមួយហ្នឹងដោយຕົកចោលបង្គន់នៅទីកន្លែងមួយហ្នឹងនៅពេលដែលបងណាក់គាត់ថារត់បានមិនតិចគាត់រត់រុកព្រឹកប្រក៏ស្រាប់តែរត់ទៅបុកភឹងហ្មងហើយគាត់ថាពេលដែលគាត់រត់បុកហ្នឹងមិនមែនបុកគល់ឈើគឺគាត់រត់បុកពូរបស់គាត់គឺពូសែគាត់ថាពេលហ្នឹងគាត់ខ្លាចពូសែទៀតគាត់ថាខ្លាចពូសែដោយសារតែគាត់ឃើញសាកសពពូសែនេះធ្លាក់ទៅលើដើមឈើមកឡើងខ្ពាកឡើងវល់ហ្នឹងហើយដល់ពេលគាត់ឃើញពូសែអញ្ចឹងមិនគាត់គិតថាពូសែជាខ្មោចបានពូសែនេះចាប់គាត់ជាប់ហើយរួនគាត់មកទៅថាអាណាឯងមិនបានរត់ចោលគ្នាអញ្ចឹងហើយមិនបានពួកឯងនោះគ្នារត់មិនបានពួកឯងគេតែផ្លែកមែនពេលហ្នឹងពូណាបងណាក់នេះគាត់
គាត់ថាពេលហ្នឹងគាត់ខ្លាចពូសាយខ្លាំងមែនទែនណាតទៅមកស្ទុះពូសាយចាប់រួនចាប់ផ្ទះផងអីផងឲ្យបងណាក់នេះគាត់ឡើងបែបស្វាឲ្យដឹងខ្លួនណាថាគាត់មិនមែនជាខ្មោចដោយអ្វីដែលបងណាក់នឹងសាយថាពូខ្មោចទេបានពេលហ្នឹងបងណាក់គាត់នាំពូសាយហ្នឹងត្រឡប់មកកន្លែងដែលបង្គន់អង្គុយកន្លែងខ្មោចហ្នឹងបានមកដល់គាត់ថាដើរមកវិញឃើញបង្គន់នេះស្លាប់នៅកលឈើមួយហ្នឹងដេកស្លាប់ឡើងស្ដឹងដូចមនុស្សអស់វិញ្ញាណអស់ព្រលឹងចឹងពេលហ្នឹងពូសាយនេះក៏បញ្ញាប់រត់ទៅដាស់កូនគាត់ប៉ុន្តែដាស់យ៉ាងម៉េចក៏មិនភ្ញាក់ដែរគាត់ថារួនផងធ្វើចលនាទ្រូងផងដើម្បីឲ្យកូនរបស់គាត់ហ្នឹងដឹងខ្លួនគាត់ថាមកសទុះប្រហែលជាកន្លះមកបានបង្គន់នេះដឹងខ្លួនពេលហ្នឹងបង្គន់ដឹងខ្លួនប៉ុន្តែដូចគ្មានកម្លាំងស្អីទាំងអស់អត់ចាំយូរទេពូសាយនេះឃើញស្ថានភាពមិនស្រួលហើយគាត់ក៏បញ្ញាប់យកបង្គន់នេះ3បង្គន់នឹងចេញពីព្រៃមួយហ្នឹងហើយពេលហ្នឹងណាបងណាក់នេះគាត់ថាគាត់ដើរអោបង្គន់ដើរអោបពូសាយហ្នឹងឡើងជាប់ហើយពូសាយហ្នឹងលីកូនគាត់3កូនគាត់ផងចឹងធ្ងន់សឹងអីហើយសាច់ខ្មុំទាំងមកយកបានណាមិនដឹងថានៅណាអីណៃទេក៏ព្រោះតែកំពុងតែវិលវក់វិវក់ហើយពេលហ្នឹងអត់ទាន់ដឹងរឿងអីទាំងអស់ពេលហ្នឹងដឹងតែច្បោតតែអ្វីដែលបងណាក់គាត់បានឃើញដបងហ្នឹងឯងរហូតតតែពេលដែលគាត់នេះចេញផុតពីព្រៃមួយនឹងរហូតដល់ភូមិគាត់ថាមកជិត7មិនល្ងឹតឈឹងមកដល់ផ្ទះក៏អត់ទាន់ដឹងរឿងដែរដោយសារតែបង្គន់នេះគាត់ស្លាប់ហើយចាស់ក៏សួរថាបងណាក់នេះថាកាត់អីបានបងណាក់គាត់រៀបរាប់ចេះមួយចុះពីរទៅហើយនៅពេលដែលបង្គន់ដឹងខ្លួននេះបានបង្គន់គាត់និយាយថាអញ្ចេះបង្គន់គាត់ថាពេលដែលបងណាក់រត់ចោលក៏កន្លែងដើមឈើហ្នឹងគាត់គិតថាជីវិតគាត់មិនរស់ទេក៏ព្រោះតែពេលហ្នឹងខ្មោចនេះមកសង្គ្រប់លើគាត់ថាខ្មោចហ្នឹងវាដូចជាមនុស្សបន្តិចដូចជាស្អីនេះក៏ព្រោះតែនៅពេលដែលសង្គ្រោះមកវាមានទម្ងន់វាមានរូបរាងគ្រាន់ថារូបរាងមុខមាត់របស់វាពេលហ្នឹងគឺគួរខ្លាចខ្លាំងមែនទែនហើយអ្វីដែលកាន់តែធ្វើឲ្យបងកូននេះគាត់គិតថាគាត់មិនរស់ក៏ព្រោះតែអាខ្មោចមួយហ្នឹងមើលមកគាត់ដូចមានកំហឹងខ្លាំងមែនទែនហើយវាហ្នឹងគឺកាន់អាកំបិតផ្គាក់ហ្នឹងយាមកលើខ្លួនគាត់គាត់ថាដូចចង់ប្រហារគាត់ណាស់អញ្ចឹងគាត់ថាពេលហ្នឹងគាត់ទុនដៃទុនជើងលិចនោមអត់ដឹងខ្លួនទេហើយអ្វីដែលកាន់តកូលខ្លាចទៀតហ្នឹងវាអត់បានប្រហារគាត់ទេវាបែរជាអោនមុខមកនេះមកដាក់នៅក្បែរមុខគាត់ហើយគាត់ថានៅពេលហ្នឹងភ្នែកគាត់មើលឃើញច្បាស់មែនទែនគាត់ថាភ្នែកអាខ្មោចមួយហ្នឹងកំពុងភ្នែកខ្មៅក្របភ្នែកខំហើយគាត់ថាមុខលឹងអលែលួយហើយនៅពេលវាអោនមកហ្នឹងក្លិនស្អុយខ្លាំងមែនទែនអ្វីដែលកាន់តកូលខ្លាចមួយទៀតគាត់ថាពេលដែលវាអោនហ្នឹងមិនមែនអោនមកធម្មតាទេវាប្រាំដាតរបស់វានេះលិតញើសគាត់ថាដាតគឺវែងដូចដាតឆ្កែអញ្ចឹងគាត់ថាលិតញើសមុខគាត់មុខបង្គន់ពេលដែលរត់ហត់បែកញើសទៅថាខ្មោចមួយនឹងលិតមុខគាត់ថាពេលហ្នឹងនៅពេលដែលអាលិតនឹងហើយបានធ្វើឲ្យគាត់បាត់បង់ស្មារតីគាត់ថាគាត់ស្លាប់បាត់ដឹងថាស្លាប់ពីពេលណាទេបានភ្ញាក់ឡើងបានគាត់ឃើញពុកគាត់នេះបសែងគាត់ប៉ុន្តែពេលហ្នឹងគាត់គិតថាគាត់នឹងប្រហែលជាស្លាប់បាត់ហើយក៏ព្រោះតែគាត់ឃើញពុកគាត់ពីពេលដែលគាត់មុនមិនតន់ស្លាប់គាត់ឃើញពុកគាត់នេះធ្លាក់ទៅលើដើមឈើហើយបែករូបរាងឡើងខ្ទេចហើយប៉ុន្តែនៅពេលដែលគាត់ដឹងខ្លួននេះគាត់បែរជាឃើញពុកគាត់នេះអញ្ចឹងពេលហ្នឹងគាត់គិតថាគាត់ហ្នឹងក៏ស្លាប់ទៅម្នាក់ដែរតែគាត់អត់ដឹងទេតតែមកដល់ផ្ទះដឹងស្មារតីមកបានគាត់ដឹងថារឿងគ្រប់យ៉ាងនេះខ្មោចមួយហ្នឹងគឺវាឆ្នាក់បំភ័ន្តមិនថាបំភ័ន្តពូសាយគាត់បាននិយាយថាអញ្ចេះគាត់ថាអាពេលគាត់ឡើងទៅលើដើមឈើមួយហ្នឹងគឺគ្មានអ្នកណាម្នាក់ឡើងទៅជាមួយគាត់ឬក៏នៅក្បែរខ្លួនគាត់ទេហើយនៅពេលដែលគាត់ឡើងទៅដល់លើដើមឈើមួយហ្នឹងគាត់សម្លឹងមើលមកកាន់កូនក្មួយគាត់ទាំងពីរនាក់នៅខាងក្រោមនេះគាត់ឃើញថាក្មួយរបស់គាត់និងកូនពីរនាក់ហ្នឹងវាប្លែកមិនគាត់ថាឃើញអាពីរនាក់ហ្នឹងរត់ទៅរត់មកឆ្លេឆ្លានៅក្រោមហើយពីរនាក់គឺគាត់ចង់សម្ដៅទៅលើបងណាក់ជាមួយបង្គន់ហ្នឹងឯងគឺរត់ទៅឆ្លេឆ្លាមកហើយឃើញតែពីរនាក់ហ្នឹងអត់មានឃើញអ្នកផ្សេងពូសាយគាត់ថាគាត់អត់មានបានឃើញអ្នកផ្សេងអីនៅក្បែរក្មេងៗទាំងពីរនាក់ហ្នឹងទេហើយអ្វីដែលកាន់តែធ្វើឲ្យគាត់កាន់តែចម្លែកទៅហ្នឹងគាត់ឃើញក្មេងៗទាំងពីរនាក់ហ្នឹងវាយំអោបគល់ឈើគាត់ថាវាយំអោបគល់ឈើក្រោមដើមកន្លែងដែលគាត់ឡើងណាគាត់មើលមកឃើញច្បាស់មែនទេគឺកំពុងតែយំអោបគល់ឈើដោយសារតែឃើញស្ថានភាពយំអោបគល់ឈើសុកក៏ឃើញពីរនាក់ហ្នឹងបងណាក់និងបង្គន់ហ្នឹងដឹកដៃគ្នារត់ចេញពីកន្លែងមួយហ្នឹងដោយសារតែឃើញបែបហ្នឹងហើយគាត់ក៏បញ្ញាប់ចុះមកវិញទាំងដែលមិនបានយកឃ្មុំហ្នឹងផង
គាត់ថាគាត់ត្រូវចុះមកវិញហើយគាត់ដើររកគាត់មិនសង្ឃឹមតែគាត់ដើររកពួកក្មេងៗទាំងពីរនាក់នឹងឃើញទេប៉ុន្តែគាត់ចេះតែដើរហើយហៅផងអីផងប៉ុន្តែនៅពេលដែលនិយាយដល់ថាហៅបងណាក់នេះគាត់ថាអត់មានឮសំឡេងហៅស្អីទេឬក៏គាត់ពេលហ្នឹងហឹងទៅជាអស់ហើយគាត់ថាដើរយូរទៅក៏ទៅជួបនឹងបងណាក់ដែលកំពុងតែរត់គេចពីខ្មោចមួយនឹងឯងបានពេលហ្នឹងគាត់គិតថារឿងគ្រប់យ៉ាងហ្នឹងគឺជាខ្មោចបំផន់ភ្នែកហើយខ្ញុំគិតថារឿងគ្រប់យ៉ាងមួយហ្នឹងវាកើតឡើងដោយរបៀបម៉េចបានបងណាក់នេះគាត់ប្រាប់ថាមុនហេតុហ្នឹងគឺដោយសារតែបង្គន់នេះដើរទៅនោមទៅទាត់ក្បាលខ្មោចហើយមិនដឹងថាក្បាលខ្មោចហ្នឹងមានមកពីណាអ្នកស្លាប់តាំងពីកាលអត់ដឹងទេសំបីតាពូសាដែលគាត់ជាអ្នកចូលព្រៃតំបន់ហ្នឹងក៏គាត់ថាអត់ដែលដឹងថាមានអ្នកស្លាប់នៅក្នុងព្រៃហ្នឹងដែរអញ្ចឹងអាក្បាលខ្មោចហ្នឹងគឺជាអាខ្មោចមួយដែលលិតមុខបងកូននឹងឯងគឺជាម្ចាស់នៃក្បាលខ្មោចមួយហ្នឹងលះគេខឹងពួកគេនៅតែគេយើងដើរទៅទាត់ក្បាលគេបងប្អូនយើងខ្មោចដែរវាមិនខឹងអញ្ចឹងវាមកធ្វើបាបបង្គន់នេះជាពិសេសគឺបង្គន់នឹងធ្ងន់ជាងគេខ្លាំងមកឃើញស្ដែងនៅមុខបានបង្គន់គាត់ថាថ្ងៃក្រោយរៀងថ្ងៃក្រោយគាត់ប្រយ័ត្នមែនទែនដើរទៅណាមកណាបានចាស់នេះស្រោចទឹករលោករំដោះគ្រោះរអាចារ្យរំដោះគ្រោះឲ្យក្មេងៗឲ្យទាំងពូសាអញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងគឺឃើញតែក្មេងៗពីរនាក់ហ្នឹងទេដល់ឡែកពូសាគឺអត់មានឃើញអីទាំងអស់តែតែក្មេងៗឃើញមានគេនេះអង្គុយតោងមែកឈើនៅក្បែរពូសាឃើញពូសានឹងធ្លាក់ហើយពូសាគាត់ថាគាត់ធ្លាក់ស្អីគាត់នៅលើគាត់ឃើញក្មេងៗពីរនាក់យំឡើងស្បាក់ស្បៀបអោបគល់ឈើនេះអញ្ចឹងមានន័យថាអ្វីដែលក្មេងៗទាំងពីរនាក់ឃើញដែលពូសាធ្លាក់មកខ្ពាកបែកខ្លួនបែកអីបាក់បែកហ្នឹងគាត់ថានឹងគឺជាគល់ឈើដែលខ្មោចមួយហ្នឹងវាបំភាន់ភ្នែកធ្វើជាពូសាទេតែជាក់ស្ដែងនោះពូសានៅលើដើមឈើហើយពូសាគាត់ថាគ្មានអាណាទៅអង្គុយសើចអីលើដើមឈើដែរពួកគាត់មានតែគាត់ថាបានបញ្ញាគាត់ចុះមករកក្មេងៗកូនគាត់ហ្នឹងអញ្ចឹងគ្រប់យ៉ាងគាត់ថាក្មេងៗទាំងពីរហ្នឹងជួបសឹងថាអស់ពលឹងពីខ្លួនហើយបានគាត់ថ្ងៃក្រោយគឺអត់ឲ្យក្មេងៗណាចូលទៅក្នុងព្រៃគាត់ថាថ្ងៃក្រោយគឺអត់ឲ្យចូលមកទំបីទៅក្នុងកលៈទេសៈមួយណាគាត់ថាចាំធំចាំចូលអាហ្នឹងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងពពួកអមនុស្សវាចូលចិត្តណាក្មេងៗបែបហ្នឹងអានេះខ្ញុំគិតថាបើសិនជាបង្គន់នេះគាត់នៅសុកគាត់អត់លពើគាត់នៅតែធម្មតាហើយគាត់មិនទៅទាត់ក្បាលខ្មោចទេក៏ខ្ញុំគិតថាប្រហែលជាមិនមានរឿងហ្នឹងដែរប៉ុន្តែគ្រប់យ៉ាងមកពីបង្គន់គាត់លពើប៉ុន្តែបើបន្ទោសគាត់ក៏មិនត្រូវពួកបង្គន់គាត់ថាពេលហ្នឹងគាត់នោមសុកគាត់ឃើញដូចដុំឈើដុំអីមួយប៉ុកនេះពួកវានៅកប់ជាមួយដីវាខ្មៅទៅហើយវាមានស្លឹកឈើគ្របពីលើយីគាត់ឃើញគាត់ទាត់លេងដល់ពេលទាត់ហើយមកគាត់ដឹងថាជាក្បាលខ្មោចអញ្ចឹងវាហួសទៅហើយដំបូងឡើយគាត់មិនគិតថាពូម្នាក់ដែលឈរក្រោយខ្នងគាត់អាកន្លែងនៅក្បាលខ្មោចនឹងជាខ្មោចគាត់គិតថាជាមនុស្សធម្មតាអញ្ចឹងបើតាមតែមើលតាមអ្វីដែលក្មេងៗទាំងពីរអ្នកប្រាប់ទៅពូសាយជាមួយចាស់គាត់ក៏សន្មតថាប្រហែលជាអ្នកដែលដើរព្រៃពីមុនមកដែរប៉ុន្តែមិនដឹងថាពីជំនាន់ណាបើតាមតែអ្វីដែលគាត់ស្ដាប់អ្វីដែលគាត់សន្និដ្ឋានណាតែឬហេតុវាកើតឡើងទៅហើយក្មេងៗទាំងពីរនេះក៏បាក់ស្បាតឈឺចង់ជ្រុះសក់ទម្រាំការរលោកស្រោចទឹករអាចារ្យរំដោះគ្រោះទៅបានរៀងប្រសើរមកវិញប៉ុន្តែអ្នកធ្ងន់ជាងគេគឺបង្គន់គាត់ថាទោះបីតែស្រោចទឹកមិនក៏ដោយនៅពេលដែលបិទភ្នែកទៅនៅតែឃើញនៅតែសម័យឃើញខ្មោចមួយហ្នឹងពួកវាស្អែងពេកវាឡើងមកជីហើយវាលិតអញើសនៅមុខគាត់គាត់ថាដាតវែងមកគាត់ថាឃើញបិទភ្នែកឃើញទឹកតែធំហើយទេបានគាត់រៀងសប្បាយអារម្មណ៍ខ្លាចមួយហ្នឹងអញ្ចឹងសម្រាប់រឿងរ៉ាវរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនយើងបន្តពីសន្តាប់ហើយយល់យ៉ាងណាអាចថាវីដេអូមួយនេះមិនជាវែងហើយខ្ញុំគិតថាវាគួរឲ្យខ្លាចដែរគឺលងទាំងថ្ងៃបងប្អូនយើងលងទាំងថ្ងៃគ្រប់យ៉ាងគឺដោយសារតែយើងអ្នកបង្កឡើងទេអញ្ចឹងបើសិនជាគិតថាខ្មោចនឹងវាចង់លងខ្ញុំគិតថាវាមិនចង់លងទេតែយើងទៅប៉ះពាល់គេអញ្ចឹងអាហ្នឹងគឺជាមេរៀនមួយដែរឲ្យក្មេងៗជាពិសេសក្មេងៗដែលមិនធ្លាប់ដើរព្រៃប្រយ័ត្នចឹងបងប្អូនយើងសម្ដាប់ហើយយល់យ៉ាងណា complete comment ជាមតិយោបល់នៅខាងក្រោមហើយចុច like ចុច subscribe channel មួយនេះម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតចាំពីខ្ញុំបាទក៏សូមអរគុណនិងគោរពជម្រាបលាជួបគ្នានៅវីដេអូថ្មីបាយបាយ